បញ្ហាបរិស្ថានគេចាប់អារម្មណ៍ហើយប៉ុន្តែភាគច្រើនយើងចាប់អារម្មណ៍ទៅលើឧទាហរណ៍ថាអឺបញ្ហាផ្លាស្ទិកមិនមែនទៅលើកាកសំណល់វាយនភ័ណ្ឌទេកាកសំណល់ដែលគាត់ប្រមូលពីទន្លេទាំងអស់ក្នុងនោះ20%គឺជាកាកសំណល់វាយនភ័ណ្ឌប៉ុន្តែយើងគិតថាយើងអាចធ្វើការដោះស្រាយបញ្ហានឹងបានអញ្ចឹងទៅបានយើងចាប់ផ្ដើមយកកាកសំណល់ដែលយើងប្រមូលបានហ្នឹងហើយយើងធ្វើការជាមួយនឹងអ្នកច្នៃម៉ូដក្នុងស្រុកក្មេងៗហ្នឹងដើម្បីយើងឲ្យគាត់ច្នៃជំរាបសួរនិងស្វាគមន៍មកកាន់ podcast Behind Your Wardrobe នៅក្នុង podcast នេះយើងនឹងជជែកគ្នាអំពីផលប៉ះពាល់ទៅដល់បរិស្ថានដោយសារតែផលិតកម្មនិងការប្រើប្រាស់សម្លៀកបំពាក់លើតម្រូវការនាងខ្ញុំសំបរិយរតជាអ្នកសម្របសម្រួលកម្មវិធីនៅថ្ងៃនេះដោយដែលយើងទាំងអស់គ្នាបានដឹងសម្លៀកបំពាក់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាជាទូទៅយើងតែងតែទិញពាក់ពេលខ្លះទិញហើយអត់ពេលទុកចោលទៅទិញថ្មីទៀតប៉ុន្តែអីដែលយើងអាចបានដឹងនោះគឺនៅពីក្រោយកៅអៅស្អាតៗទាំងអស់ហ្នឹងគឺមានចង្វាក់ផលិតកម្មមួយដែលវាសាំញ៉ាំចំណាយទាំងកម្លាំងពលកម្មនិងពេលវេលាហើយក៏បន្សល់កាកសំណល់ច្រើនទៀតផងត្បិតតែនៅប្រទេសកម្ពុជាយើងវិស័យឧស្សាហកម្មកាត់ដេរគឺជាវិស័យមួយដែលជួយដល់សេដ្ឋកិច្ចប៉ុន្តែនៅមានសំណួរចោទសួរថាតើកាកសំណល់ដែលបន្សល់ទុកពីវិស័យនេះផ្ដល់ផលប៉ះពាល់អីខ្លះទៅដល់បរិស្ថានអញ្ចឹងនៅក្នុងវគ្គទី1នេះយើងនឹងចាប់ផ្ដើមជាមួយនឹងគោលគំនិតសំខាន់មួយដើម្បីកាត់បន្ថយកាកសំណល់វាយនភ័ណ្ឌនោះគឺការកាត់បន្ថយការកែច្នៃឡើងវិញនិងការប្រើឡើងវិញដែលភាសាអង់គ្លេសអាចហៅបានថា reuse, reduce និង recycle អញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅជួបជាមួយវាគ្មិនយើងទាំងអស់គ្នាជំរាបសួរបងជំរាបសួរអូនចាជាដំបូងបងអាចសូមជួយណែនាំខ្លួនជាមុនសិនមកបងចាសួស្តីបងឈ្មោះនីនហើយបងគឺជាស្ថាបនិកម្នាក់របស់ Remade in Cambodia ចាបងអាចជួយណែនាំបន្តិចពី Remade បានអត់បងថាតើ Remade បង្កើតឡើងនៅឆ្នាំណាហើយបង្កើតឡើងក្នុងគោលបំណងអីដែរចា Remade ជាក់ស្ដែងទៅចាប់ផ្ដើមឡើងដោយស្ថាបនិកបងម្នាក់ទៀតឈ្មោះ Alisa ដូចជានៅក្នុងឆ្នាំ2022គាត់មកពីអាមេរិកមក exchange Fulbright ហ្នឹងមកនៅខ្មែរហើយពេលហ្នឹងបងជាបុគ្គលិកអង្គការហើយat the same time ពេលហ្នឹងគឺបងហើយនឹងគាត់ទៅរក venue មួយដូចគ្នាដើម្បីធ្វើការដាក់កម្មវិធីបង្ហាញម៉ូដប៉ុន្តែក្នុងគោលបំណងផ្សេងគ្នាគ្រាន់តែ idea ហើយនឹង value របស់យើងហ្នឹងវាស្តៀងគ្នាតែពេលហ្នឹងពួកយើងអត់ទាន់ស្គាល់គ្នាទេហើយក៏មាន colleague ម្នាក់គាត់ introduce បងហើយនឹង Alisa ហ្នឹងឲ្យស្គាល់គ្នានៅពេលក្រោយដែលយើងធ្វើ fashion show ហ្នឹងហើយចឹងទៅក្នុងឆ្នាំ2023ក៏ពួកបងចាប់ផ្ដើមធ្វើការជាមួយគ្នាក្នុងការរៀបចំ fashion show មួយជាមួយគ្នាដែលយើងប្រើកាកសំណល់វាយនភ័ណ្ឌដោយដៃគូអង្គការយើងម្នាក់ទៀតឈ្មោះ Everwave ហ្នឹងគាត់ជាអ្នកប្រមូលមកហើយយើងបានធ្វើការដាក់រៀបចំ fashion show ហ្នឹងក្នុងគោលបំណង raise awareness ទៅលើ conservation effort នៅជុំវិញបឹងទន្លេសាបពេលហ្នឹងចាហើយប៉ុន្តែដល់ពេលយើងធ្វើ fashion show ហ្នឹងម្ដងហើយក៏អ្នកដែលចូលរួមការងារជាមួយយើងទាំង designer ទាំងអ្នកបង្ហាញ mode ទាំងទស្សនិកជនទាំងអស់ដែលគាត់ចូលរួមហ្នឹងក៏គាត់បានមកនិយាយថា fashion show ហ្នឹងជួយគាត់ច្រើនហើយទាំង designer ក៏គាត់ថាគាត់សប្បាយចិត្តនឹងចូលរួមការងារហ្នឹងជាមួយយើងក៏តាំងពីហ្នឹងមកយើងគិតថា fashion show តែមួយវាអត់គ្រប់គ្រាន់ហើយយើងអាចធ្វើឲ្យធំជាងហ្នឹងបានធ្វើការងារកាន់តែច្រើនជាងហ្នឹងអញ្ចឹងក៏យើងចាប់ផ្ដើម remade ពីថ្ងៃហ្នឹងមកទៅអញ្ចឹងគោលដៅរបស់បងតាំងពីពេលបង្កើតនឹងមករហូតដល់ឥឡូវមានផ្លាស់ប្ដូរអត់បងដូចដំបូងបងថាធ្វើតែជា fashion show ឯឥឡូវខ្ល้ายទៅជា remade តើ remade ឥឡូវធ្វើការទៅលើអីគេខ្លះដែរបងបើនិយាយពីគោលដៅពួកយើងហ្មងវាអត់ផ្លាស់ប្ដូរទេ core value យើងគឺនៅតែដដែលប៉ុន្តែវាមានតែសកម្មភាពការងារយើង mission យើងហ្នឹងវាកាន់តែច្រើនហើយកាន់តែធំជាងមុនដោយសារគោលដៅចម្បងរបស់យើងគឺពីបងផ្ទាល់ហើយមុននឹងស្គាល់ Alisa ទៀតគឺបងចង់ប្រើសិល្បៈក្នុងបែបណាមួយដើម្បីយើងយកសិល្បៈហ្នឹងមកជួយ promote ទៅលើការងារអីមួយទៅលើការងារសង្គមឧទាហរណ៍ឬក៏ការងារបរិស្ថានដោយសារជាក់ស្ដែងមកពិសោធន៍បងផ្ទាល់កាលពីបងនៅរៀនពេលដែលមានការ promote message បរិស្ថានពីអង្គការឬក៏ពីស្ថាប័នណាមួយភាគច្រើនពួកគាត់ចុះមកសាលាយើងហើយយើងជាសិស្សហ្នឹងយើងអង្គុយស្ដាប់ពួកគាត់ហើយគាត់ជាអ្នកនិយាយពីបញ្ហាហ្នឹងទៅបញ្ហាប្រឈមមានអីគេខ្លះហើយនឹងតែយើងគួរធ្វើអីខ្លះដើម្បីជួយដោះស្រាយបញ្ហាហ្នឹងតែបងក្នុងនាមជាសិស្សហ្នឹងយើងអត់គិតថាចង់តែស្ដាប់គាត់ទេយើងចង់ចូលរួមជាចំណែកមួយនៃការដោះស្រាយបញ្ហាហ្នឹងដែរហើយអញ្ចឹងទៅក៏យើងគិតថាយើងប្រើប្រាស់សិល្បៈទី1ដើម្បីយើងតាក់ទាញចំណាប់អារម្មណ៍ពីយុវជនក្មេងៗហើយទី2ទៀតក្នុងការងារសិល្បៈហ្នឹងដូចជាការកែច្នៃម៉ូដការដែលពួកបងធ្វើហ្នឹងគឺយើងឲ្យយុវជនគឺជាអ្នកនាំមុខ
ដោយសារយុវជនបងគិតថាពួកគាត់សំខាន់ហើយពួកគាត់ក៏អាចចូលរួមជាដំណោះស្រាយបានដែរអញ្ចឹងអាហ្នឹងគឺជា core value របស់ remade ហើយមកដល់សប្តាហ៍ថ្ងៃនេះយើងមានជា program ច្រើនដែលយើងធ្វើការដដែលគឺការយកសិល្បៈការកែច្នៃហ្នឹងជាដំណោះស្រាយមួយហើយយុវជនគាត់ជាអ្នកដឹកនាំការងារនឹងដូចគ្នាគ្រាន់តែយើងធ្វើការនៅកន្លែងច្រើនឥឡូវចាអញ្ចឹងសម្រាប់អ្នកស្ដាប់ដែលគាត់អត់យល់ពាក្យថាកាកសំណល់វាអ្នកផនហ្នឹងគឺជាអីបើយើងនិយាយស្រួលស្ដាប់ទៅវាគ្រាន់តែជាកាកសំណល់កណាត់ឬមួយក៏កាកសំណល់ដែលសល់ពីការកាត់ដេរចឹងឬមួយក៏កៅអៅដែលគេបោះចោលអញ្ចឹងក្នុងនាមបងជាអ្នកធ្វើការនៅក្នុងវិស័យហ្នឹងស្រាប់តើបងយល់ឃើញថាវាមានខ្វះចន្លោះខ្លះណាតកតងជាមួយនឹងការគ្រប់គ្រងកាកសំណល់ទាំងអស់ហ្នឹងបងគិតថាបញ្ហាហ្នឹងវានៅតែជារឿងមួយដែលគេអត់ទាន់សូវយល់ដឹងច្រើនតាំងដូចបងផ្ទាល់មុននឹងយើងធ្វើការទៅលើ remake ហ្នឹងពួកបងព្យាយាមរកតួលេខថាសម្រាមដែលយើងរើសមកពីទន្លេដែលពួកបងធ្វើការផ្ទាល់ជាមួយហ្នឹងតើវាមានចំនួនប្រមាណហើយសម្រាមហ្នឹងតើប្រភពចេញមកពីណាហ្នឹងគឺជាសំណួរដែលយើងនៅតែអត់មានចម្លើយច្បាស់លាស់ដោយសារតែបងគិតថាវាជាបញ្ហាដែលគេអត់ទាន់ចាប់អារម្មណ៍ច្រើនបញ្ហាបរិស្ថានគេចាប់អារម្មណ៍ហើយប៉ុន្តែភាគច្រើនយើងចាប់អារម្មណ៍ទៅលើឧទាហរណ៍ថាបញ្ហា plastic មិនមែនទៅលើកាកសំណល់វាអ្នកភ័ណ្ឌទេអញ្ចឹងអានេះគឺជាបញ្ហាមួយដែលអត់ទាន់មានគេចាប់អារម្មណ៍អញ្ចឹងអត់ទាន់មានការសិក្សាទៅលើបញ្ហាហ្នឹងច្រើនទេមកដល់សប្តាហ៍ថ្ងៃហ្នឹងបងគាត់ថាវានៅតែអញ្ចឹងដូចគ្នាអញ្ចឹងបានយើងធ្វើការទៅលើ remake ហ្នឹងដើម្បីប្រម៉ូទថានេះគឺជាបញ្ហាមួយដែលយើងគួរតែបង្វែរចាប់អារម្មណ៍ហើយប្រឹងព្យាយាមដោះស្រាយទាំងអស់គ្នាដែរចាតាមដែលខ្ញុំដឹង remake ធ្វើការជាមួយនឹងដៃគូសហការមួយដើម្បីប្រមូលកាកសំណល់កណាត់ទាំងអស់ហ្នឹងពីទន្លេយកមកប្រើប្រាស់អញ្ចឹងបងអាចជួយនិយាយពីកន្លែងហ្នឹងបានអត់បងចាពួកយើងធ្វើការជាមួយនឹងអង្គការឈ្មោះថា Everwave ដែលពួកគាត់ជាអ្នកប្រមូលសំរាមពីទន្លេពីសមុទ្រនិយាយទៅពីផ្លូវទឹកហើយពេលដែលពួកបងធ្វើការជាមួយគាត់ហ្នឹងឆ្នាំ2023គាត់បានប្រាប់ថាកាកសំណល់ដែលគាត់ប្រមូលពីទន្លេទាំងអស់ក្នុងហ្នឹង 20% គឺជាកាកសំណល់វាជាអ្នកភ័ណ្ឌអញ្ចឹងយើងឃើញថាតួលេខហ្នឹងក៏វាច្រើនដែរប៉ុន្តែនៅតែយើងអត់ដឹងថាតើ 20% ហ្នឹងវាចេញមកពីប្រភពណាប៉ុន្តែអីដែលយើងអាចធ្វើបានមុនគឺយើងឃើញហើយថាវាមានបញ្ហាហើយអញ្ចឹងដោយសារតែយើងអត់ទាន់មានសមត្ថភាពទៅរកប្រភពបញ្ហាហ្នឹងប៉ុន្តែយើងគិតថាយើងអាចធ្វើការដោះស្រាយបញ្ហាហ្នឹងបានអញ្ចឹងទៅបានយើងចាប់ផ្ដើមយកកាកសំណល់ដែលយើងប្រមូលបានហ្នឹងហើយយើងធ្វើការជាមួយនឹងអ្នកច្នៃម៉ូដក្នុងស្រុកក្មេងៗហ្នឹងដើម្បីយើងឲ្យគាត់ច្នៃកាកសំណល់សម្រាប់កាកសំណល់វាអ្នកភ័ណ្ឌទាំងអស់ហ្នឹងទៅជាផលិតផលទៅជាសម្លៀកបំពាក់ថ្មីៗវិញបើយើងអត់យកវាមកកែច្នៃតើកាកសំណល់ទាំងអស់ហ្នឹងវាបន្សល់ទុកទៅកន្លែងណាវិញបងបើសិនជាយើងអត់យកវាមកកែច្នៃទេតាមអីដែលបងដឹងភាគច្រើនយើងយកកាកសំណល់ហ្នឹងទៅដុតដោយសារនៅយើងអត់ទាន់មានជាដំណោះស្រាយបែបផ្សេងទេបើនៅគេបងគិតថាប្រហែលជាគេអាចមានជាបច្ចេកវិទ្យាដើម្បី recycle ដើម្បីបំបែកវាហើយយកវាមកប្រើឡើងវិញតែយើងអត់ទាន់មានម៉ាស៊ីនអត់ទាន់មានបច្ចេកវិទ្យាហ្នឹងអញ្ចឹងបើនេះបើតាមអីដែលបងដឹងគឺគាត់យកទៅដុតចាចឹងចំពោះនៅ remake តើការ recycle ឬមួយក៏ការច្នៃឡើងវិញហ្នឹងគាត់យកកណាត់មកធ្វើដំណើរការរបៀបម៉េចដែរបងដំណើរការពីខាង remake ទៅគឺទី1ខាងអង្គការ Everwave គាត់បានប្រមូលហើយអញ្ចឹងគាត់ទុកកណាត់ហ្នឹងឲ្យយើងមកដុំអីអញ្ចឹងក្រុមការងារ remake ពួកយើងចោះទៅយើងប្រមូលមើលថាកណាត់ណាដែលអាចប្រើបានហើយកណាត់ណាដែលអត់អាចប្រើបានពីព្រោះក្នុងកណាត់ដែលគាត់សម្រាប់ដែលគាត់ប្រមូលមកហ្នឹងកណាត់ខ្លះវាចាស់ខ្លាំងពេកហ្នឹងក៏យើងប្រើប្រាស់បានដែរអញ្ចឹងយើងទៅរើសមើលថាណានៅប្រើបានហើយយើងយកមកសម្អាតយើងយកទៅបោកយើងយកទៅសម្អាតត្រឹមត្រូវហើយបានយើងយកមកចែកតាមពណ៌យើងចែកតាមប្រភេទកណាត់ចឹងទៅហើយអ្នកកែច្នៃរបស់យើងហ្នឹងគាត់ជាអ្នកទៅរើសកណាត់ដែលយើងសម្អាតហើយតែគាត់ចង់បានពណ៌ណាចង់បានកណាត់បែបណាហើយគាត់យកទៅច្នៃឡើងវិញតាមហ្នឹងកណាត់ដែលយើងអាចយកមក recycle បានភាគច្រើនជាកណាត់ប្រភេទអីតើបងច្រើនមុខអូនកណាត់ឲ្យតើនៅស្អាតហើយអត់វាអត់ផុយរលួយពេកគឺពួកបងយកមកទាំងអស់អញ្ចឹងកណាត់កបយក៏មានកណាត់របៀបសាច់អាវយឺតក៏មាននិយាយទៅគ្រប់ប្រភេទសំបីតើកណាត់ខ្លះដូចជាកណាត់បែបខ្មែរស្បៃឬក៏ហូលប្រមងចាស់ៗហ្នឹងក៏យើងអាចយកមកប្រើវិញបានដែរចាមួយទៀតតើគណិតទូទៅភាគច្រើនគិតថាការប្រើប្រាស់ឡើងវិញហ្នឹងមានន័យថាការទៅទិញស្លៀកបំពាក់ដែលជជុះអីចឹង second hand អីតែសម្រាប់បងវិញតើការប្រើប្រាស់ឡើងវិញមានន័យម៉េចបងសម្រាប់បងការប្រើប្រាស់ឡើងវិញគឺ
អាចមានជាច្រើនរូបភាពបើនៅ remake ផ្ទាល់យើងប្រើវិធីមួយដែលយើងប្រើពាក្យថា upcycle ហ្នឹងបានន័យថាយើងយករបស់មួយហើយយើងមកកែច្នៃវាក្នុងរូបភាពមិនដើម្បីបញ្ចូលតម្លៃឲ្យកាន់តែច្រើនអញ្ចឹងបានន័យថារបស់នេះពីដើមតម្លៃប៉ុណ្នេះតែពេលយើង upcycle ហើយវាឡើងតម្លៃតាមនឹងដែរអញ្ចឹងនៅ remake អានេះគឺជាវិធីសាស្ត្រដែលយើងកែច្នៃឡើងវិញហ្នឹងគឺយើងធ្វើតាមបែប upcycle យើងអាចទៅទិញកៅអៅដែលយើងមើលទៅថាវាសភាពដើមវានៅស្អាតយើង reuse វាទៅហើយបើសិនជាយើងគិតថាកៅអៅដូចជាបើសិនជាវាប្រឡាក់ពេកវារហែកវាអីអាហ្នឹងយើងអាចយកវាមក upcycle បានអញ្ចឹងវាអានេះគឺគ្រាន់តែជារូបភាពពីរដែលយើងអាចធ្វើបានក្នុងការជួយកាត់បន្ថយកាកសំណល់ហ្នឹងឯងតែហ្នឹងគឺជាអីដែលនៅ remake ដែលយើងធ្វើអញ្ចឹងក្រៅពី reuse second hand ហ្នឹងគឺយើងអាចប្រើវិធីច្រើនទៀតបានខ្ញុំចង់ដឹងថាតើអតិថិជនខ្មែរសម្រាប់បងគាត់អាចយល់ដឹងប៉ុណ្ណាទៅលើថាកៅអៅ upcycle អីចឹងបង upcycle ហ្មងនៅយើងអាចនៅថ្មីដោយសារតែបើសិនជាយើងប្រើពាក្យថាកែច្នៃឡើងវិញគាត់អាចគិតទៅដល់រឿង recycle តែ upcycle ហ្នឹងគឺតាមទឹកដៃរបស់ designer ម្នាក់ៗដែលយើងធ្វើការជាមួយគាត់ទេតែ designer ដែលពួកបងធ្វើការជាមួយគឺពួកគាត់មានសមត្ថភាពខ្លាំងសំបីតកណាត់ scrap តូចហ្នឹងក៏គាត់យកមកច្នៃចេញជាសម្លៀកបំពាក់ដែលស្អាតថ្មីបានដែរអញ្ចឹងសម្រាប់អតិថិជនខ្មែរយើងពេលខ្លះពេលបងប្រើពាក្យថា upcycle គាត់នៅតែអត់ដឹងថាតើយើងធ្វើក្នុងរូបភាពម៉េចអញ្ចឹងយើងព្យាយាមធ្វើជា fashion show ធ្វើជាអីហ្នឹងដើម្បីយើងបង្ហាញគាត់ថានេះគឺជាលទ្ធផលដែលយើង upcycle ចេញមកបានហើយវាគឺជាដំណោះស្រាយមួយសម្រាប់ក្នុងការជួយកាត់បន្ថយកាកសំណល់វិញ្ញាណភ័ណ្ឌហ្នឹងចាបងអាចប្រាប់ខ្ញុំបន្តិចបានអត់ពី key term upcycle ថាតើចំពោះ remake upcycle គាត់ធ្វើការទៅលើអីគេខ្លះបងចាពាក្យថា upcycle ហ្នឹងពេលដែលយើងនិយាយជាខ្មែរយើងនៅតែបកប្រែថាការកែច្នៃឡើងវិញប៉ុន្តែ upcycle ជាមួយនឹង recycle ហើយជាមួយនឹង downcycle មួយទៀតគឺខុសគ្នា recycle ភាគច្រើនគឺយើងយកអីមួយហើយយើងបំបែកវាបំផ្លែងវាពីរបស់រូបភាពហ្នឹងទៅជាសមាសភាពដើមវាហើយបានយកទៅប្រើប្រាស់ឡើងវិញប៉ុន្តែ upcycle បានន័យថាឧទាហរណ៍ថាយើងមានកៅអៅមួយយើងយកកៅអៅហ្នឹងមកយើងបន្ថែមdesign បន្ថែមរូបភាពអីមួយទៅលើកៅអៅហ្នឹងហើយបានន័យថាតម្លៃកៅអៅហ្នឹងវាឡើងអញ្ចឹងយើងបន្ថែមតម្លៃវិញអញ្ចឹងអាហ្នឹងបានន័យថាអាហ្នឹងជាការ upcycle ហើយពីការកែច្នៃក្នុងរូបភាពមួយដែលបន្ថែមតម្លៃឲ្យរបស់ហ្នឹងប៉ុន្តែពាក្យថា downcycle គឺការកែច្នៃក្នុងរូបភាពមួយដែលយើងបន្ទាបតម្លៃរបស់ដើមហ្នឹងវិញក្នុងករណីឧទាហរណ៍ថាយើងមានកៅអៅចាស់យើងប្រើលេងបានហើយយើងអាចកាត់វាទៅជាកតិចកណាត់តូចហើយយើងយកវាទៅញាត់នៅក្នុងខ្នើយក្នុងអីអញ្ចឹងទៅឧទាហរណ៍យើងនៅតែយករបស់ហ្នឹងមកប្រើបន្តជៀសវាងការបោះចោលដូចគ្នាប៉ុន្តែវាតម្លាក់តម្លៃដើមវាអញ្ចឹងហ្នឹងគេហៅថា downcycle អញ្ចឹងពី remake ផ្ទាល់ក្នុងឈ្មោះយើង remade in Cambodia ហ្នឹងកើតឡើងដោយសារកៅអៅយើងភាគច្រើនគឺធ្វើរោងចក្រយើងមានរោងចក្រកៅអៅច្រើនផ្លាក made in Cambodia ហើយយើងយកទៅលក់នៅខាងក្រៅអញ្ចឹងគេពេលគេទិញកៅអៅគេបើកផ្លាកហ្នឹងទៅគេឃើញពាក្យថា made in Cambodia ហើយគេលក់នៅក្នុងតម្លៃថ្លៃប៉ុន្តែនៅខ្មែរយើងរោងចក្រអ្នកច្នៃម៉ូដកៅអៅយើងហ្នឹងអ្នកកម្មករដែលគាត់ផលិតកៅអៅហ្នឹងគាត់អត់មានលទ្ធភាពទៅទិញកៅអៅហ្នឹងយកមកស្លៀកពាក់អីប៉ុន្តែគាត់ជាអ្នកបង្កើតកៅអៅហ្នឹងហើយពេលដែលមានសម្រាមមកចុងក្រោយsomehow កៅអៅហ្នឹងវាទៅជាសម្រាមនៅក្នុងទឹកទន្លេយើងទៀតអញ្ចឹងយើងប្រើពាក្យថា remade in Cambodia ដោយសារតែយើងចង់ចាប់យកដូច reclaim that narrative មកវិញយើងផលិតកៅអៅហ្នឹងហើយប៉ុន្តែឥឡូវយើង remade វានៅក្នុងប្រទេសកម្ពុជាយើងដោយការបន្ថែមតម្លៃឲ្យកាន់តែខ្ពស់ទៀតអញ្ចឹងយើងមិនមែនការគ្រាន់តែធ្វើកៅអៅឡើងមកយើងលក់ឯងយើងធ្វើកៅអៅឡើងមកហើយយើងបន្ថែមតម្លៃក្នុងរូបភាពដូចជាបញ្ចូលសមត្ថភាពសិល្បៈយើងជួយជ្រោមជ្រែងអ្នកកែច្នៃម៉ូដនៅក្នុងប្រទេសយើងឲ្យគេឃើញថាសមត្ថភាពគាត់ច្នៃម៉ូដកៅអៅស្អាតច្នៃម៉ូដបានល្អអញ្ចឹងហ្នឹងគឺជា goal ហើយនឹង mission មួយរបស់ Remade in Cambodia យើងហ្នឹងអូខេពីផលិតកៅអៅកែច្នៃកៅអៅតើនៅ Remade មានធ្វើឲ្យគេទៀតខ្លះអត់បង
នៅ remake ក្រៅពីការកែច្នៃកៅអៅយើងមានជាផលិតផលផ្សេងៗដែរដូចជាបូចងសក់keychain កាតាបកាបូបកាបូបយួរសម្រាប់ដាក់ដបទឹកយើងដើម្បីយើងកុំប្រើថង់ប្លាស្ទិកហើយក្រៅពីហ្នឹងក៏យើងមានជាការធ្វើ workshop ហើយនឹងមានម៉ាស៊ីនដេរម៉ាស៊ីនផងដែលយើងមាននៅហាងផ្ទាល់សម្រាប់ឲ្យកូនសិស្សឬក៏អ្នកគេដែលគាត់ចង់រៀនជំនាញ upcycle ជំនាញដេរហ្នឹងយើងបើកឲ្យគាត់ទៅរៀនអត់មានគាត់អាចប្រើម៉ាស៊ីននឹងបានដែលយើងដាក់នៅហ្នឹងឲ្យគាត់ប្រើ free ចាបងអាចប៉ានស្មានបានអត់ថាតើមានប្រមាណភាគរយនៃប្រជាជនកម្ពុជាដែលពួកគាត់យល់ដឹងទៅលើគុណប្រយោជន៍នៃការ upcycle clothes ប្រជាជនខ្មែរជាទូទៅហ្មងបងគិតថាយុវជនហើយក្មេងៗគាត់យល់ដឹងពីបញ្ហានឹងច្រើនដោយសារគាត់ប្រើ social media ច្រើនអញ្ចឹងគាត់ expose ទៅលើ idea ពីបរទេសផងពីក្នុងស្រុកផងអញ្ចឹងគាត់យល់ដឹងពីបញ្ហាផ្សេងច្រើនហើយពេលដែលគាត់ឃើញបញ្ហាអស់ហ្នឹងគាត់ចាប់អារម្មណ៍ចង់ចូលរួមក្នុងដំណោះស្រាយបញ្ហានឹងដែរអញ្ចឹងជាក់ស្ដែងពីបទពិសោធន៍បងផ្ទាល់ដូចជាអ្នកច្នៃម៉ូដយើងខ្លះមិនមែន remake ទៅអ្នកទៅហៅគាត់ទេគាត់ជាអ្នកមក remake ដោយសារគាត់ថាគាត់យល់ដឹងពីបញ្ហាហ្នឹងហើយគាត់ចង់ចូលរួមជាដំណោះស្រាយបញ្ហាហ្នឹងដែរអញ្ចឹងអានេះពីតាមការសង្កេតរបស់បងផ្ទាល់គឺយើងឃើញថាយុវជនគាត់ពេលដែលគាត់យល់ដឹងពីបញ្ហាអីមួយគាត់ជាអ្នក research ខ្លួនឯងហើយគាត់ផ្ទាល់ហ្នឹងគាត់ជាអ្នករកវិធីដោះស្រាយតាមអីដែលគាត់ធ្វើបានអញ្ចឹងយុវជនគាត់យល់ដឹងពីបញ្ហានឹងច្រើនជាងចាចូលដោយសារកៅអៅយើងមិនទិញតែយុវជនទេប្រជាជនទូទៅអ្នកទិញទាំងអស់គ្នាខ្ញុំចង់ដឹងថាតើចំពោះអ្នកដែលអត់យល់ទៅលើបញ្ហាហ្នឹងតើវាជាចំណុចមួយដែលយើងគួរតែយល់ដឹងបន្ថែមឬមួយក៏អត់ទេបងហ្នឹងហើយយើងតាមពិតទៅជាក់ស្ដែងពីដំបូងឡើយយើងប្រើ fashion show ជាវិធីដើម្បីបញ្ជ្រាបចំណេះដឹងតាក់ទងទៅនឹងបញ្ហាហ្នឹងដោយសារតែយើងគិតថាណាគេក៏ស្លៀកពាក់ដែរណាគេក៏ពាក់កៅអៅណាគេក៏ចូលចិត្តកៅអៅដែរហើយដោយសារតែចំណុចហ្នឹងវាបង្កទៅជាបញ្ហាវិញប៉ុន្តែពួកបងគិតថាពួកគាត់អាចចូលរួមក្នុងការកាត់បន្ថយបញ្ហានឹងបានតាមបែបអីដែលគាត់ធ្វើបានយើងអាចទៅប្រាប់គាត់ថាថ្ងៃនេះយើងត្រូវតែបញ្ឈប់ការទិញសម្លៀកបំពាក់ថ្មីភ្លាមអញ្ចឹងយើងធ្វើអត់បានទេអញ្ចឹងយើងអាចឲ្យទីមួយយើងគួរតែបញ្យល់គាត់ថាបញ្ហាហ្នឹងពេលដែលគាត់ទិញកៅអៅតាក់ទងទៅនឹង fast fashion ឧទាហរណ៍អញ្ចឹងវាបង្កទៅជាបញ្ហាទៅជាសម្រាមហើយតែសម្រាមហ្នឹងយើងទៅណាអញ្ចឹងយើងអត់ដឹងអញ្ចឹងអីដែលគាត់គួរយល់ដឹងគឺយល់ដឹងពីខ្សែសង្វាក់អស់ហ្នឹងថាអ្វីដែលគាត់ទិញហ្នឹងតើបង្កើតមកពីណាប្រភពមកពីណាគេជាអ្នកធ្វើហើយពេលគាត់ស្លៀកពាក់ហើយបានយូរឬក៏អត់ឬក៏គាត់ប្រើតែមួយផ្លែតហើយគាត់បោះចោលពេលគាត់បោះចោលហ្នឹងតើវាទៅដល់ណាដល់ណីអញ្ចឹងអាហ្នឹងគាត់គួរតែយល់ដឹងមិនមែនថាយើងទៅទិញនៅហាងហើយយើងយកមកស្លៀកពាក់ផ្ទាល់នៅនឹងខ្លួនពេលដែលយើងឈប់ស្លៀកពាក់យើងអត់ដឹងថាវាទៅណាយើងលែងខ្វល់ទេអញ្ចឹងហ្នឹងវាបង្កើតជាបញ្ហាចាជាចុងក្រោយខ្ញុំចង់ដឹងយោបល់ពីបងវិញសម្រាប់អ្នកស្ដាប់ដែលគាត់ចង់កែត្រឡប់របស់គាត់អាចថាគាត់ពងមានកៅអៅដែលគាត់ឈប់ពាក់តើគាត់គួរធ្វើបែបណាជាមួយកៅអៅទាំងអស់ហ្នឹងសម្រាប់កៅអៅដែលគាត់ឈប់ពាក់គាត់ជាទូទៅបងគិតថាប្រជាជនយើងគាត់មានទម្លាប់មួយពេលដែលគាត់ឈប់ពាក់កៅអៅអីអញ្ចឹងគាត់ទុកវាម្ដុំដើម្បីយកទៅឲ្យប្អូនឬក៏យកឲ្យអ្នកស្រុកបន្តព្រោះឯបងផ្ទាល់ពេលដែលនៅក្មេងៗក៏បងចូលចិត្តធ្វើអញ្ចឹងដែរពេលខ្លះយើងមានបងប្អូនយើងច្រើនយើងអង្គុយហើយយើងគិតថាខ្ញុំឈប់ពាក់អីចឹងយើងឲ្យទៅប្អូនយើងក៏គាត់ឲ្យទៅប្អូនយើងបន្តទៀតទៅខ្ញុំគិតថានៅនឹងយើងផ្ទាល់យើងមានតែទម្លាប់ល្អនឹងហើយស្រាប់ហើយប៉ុន្តែក្រៅពីការឲ្យបន្តហ្នឹងយើងអាចយកវាទៅកែច្នៃឡើងវិញនៅ remake ហ្នឹងក៏យើងមានជាការយកអាវយឺតចាស់ដែលយើងប្រឡាក់ឬក៏លហែកប្រើលែងបានហ្នឹងយើងយកទៅកែច្នៃជា tote bag ឡើងវិញអញ្ចឹងនេះគឺជាជំនាញដែលបងគិតថាវាងាយស្រួលសម្រាប់ប្រជាជនទូទៅគាត់អាចសិក្សាបានរៀនដេររៀនកែច្នៃ upcycle ហ្នឹងហើយគាត់យកទៅប្រើប្រាស់សម្រាប់ការងាររងថ្ងៃរបស់គាត់ទៅបើសិនជាមានកៅអៅដែលលហែកដែលប្រឡាក់យើងមានវិធីដើម្បីជួយដេរបន្តិចបន្តួចឬក៏គូពីលើហ្នឹងដើម្បីយើងយកកៅអៅហ្នឹងមកពាក់ឡើងវិញបានជៀសវាងការបោះចោលឬក៏យើង upcycle វាទៅជាផលិតផលផ្សេងៗដែលយើងអាចយកមកប្រើបន្តបានទៀតចាអរគុណបងសម្រាប់ការចែករំលែកបទពិសោធន៍និងការយល់ដឹងជាមួយពួកយើងនៅថ្ងៃនេះសម្រាប់អ្នកស្ដាប់សូមអរគុណនិងជួបគ្នានៅវគ្គក្រោយជាមួយនឹងការយល់ដឹងរបស់អ្នកប្រើប្រាស់វិញម្ដង